Hello ដូចជាសួស្តីអ្នកនរគ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សាជាថ្មី Suki ថ្ងៃនេះយើងមកបន្តនៅសាច់រឿងក៏វិលត្រឡប់មកវិញរបស់កំពូលកិច្ចការរបស់យើងសាជាថ្មីហើយឲ្យ Admin sorry អ្នកនរគ្នាផងណាដែលមានបានចេញរឿងចែកជូនអ្នកនរគ្នាទៀងទាត់ពេលវេលាក៏ដូចជាខានចេញយូរចឹងណាដោយសារតែ Admin នឹងពិតជារវល់ខ្លាំងមែនទែនដូច្នេះហើយអត់សូវបានធ្វើនៅវីដេអូចែកជូនអ្នកនរគ្នា Admin ពិតជា sorry អ្នកនរគ្នាពិតមែនប៉ុន្តែទោះបីជាថា Admin នេះរវល់ខ្លាំងយ៉ាងណាក៏ដោយក៏ Admin នឹងនៅតែធ្វើការឆ្លៀតចេញវីដេអូមួយចែកជូនអ្នកនរគ្នាផងដែរទោះបីជា Admin ចេញវីដេអូយឺតក៏ពិតមែនប៉ុន្តែវាក៏ល្អជាង Admin បានចេញវីដេអូផងដែរហើយមុននឹងចូលទៅដល់សាច់រឿងរបស់យើងដែរ Admin ក៏ចង់អរគុណទៅកាន់គ្នាយើងដែលបានធ្វើការឧបត្ថម្ភមកកាន់ Admin ផងដែរដែល Admin ពិតជាអរគុណទៅកាន់គ្នាយើងខ្លាំងមែនទែនទោះបីជាវាតិចយ៉ាងណាក៏ដោយប៉ុន្តែវាគឺជាទឹកចិត្តរបស់គ្នាយើងចឹងណា Admin ពិតជាអរគុណខ្លាំងមែនទែនហើយសម្រាប់គ្នាយើងណាដែលចង់ធ្វើការឧបត្ថម្ភមកកាន់ Admin ក៏អាចធ្វើការឧបត្ថម្ភតាមរយៈ QR ដែល Admin បានដាក់នៅខាងលើវីដេអូរបស់ Admin នេះបានផងដែរមិនថាតិចក្ដីច្រើនក្ដីនិយាយទៅគឺថាតាមទឹកចិត្តរបស់អ្នកទាំងអស់គ្នាចឹងណាហើយឥឡូវយើងកុំឲ្យចំណាយពេលរបស់អ្នកទាំងអស់គ្នាយូរយើងចូលទៅបន្តនៅសាច់រឿងរបស់យើងទាំងអស់គ្នាផ្ដើមពីភាគមុនមកយើងក៏បានដឹងផងដែរថាថាដរបស់យើងក៏បានធ្វើការចាត់ការទៅកាន់អាខេតកោ rank B ចំណាត់ថ្នាក់លេខ2នោះដែលធ្វើឲ្យវានឹងស្ពៃបាត់ទៅរួចហើយសាច់រឿងរបស់យើងក៏បានកាត់ដល់កន្លែងមួយវិញម្ដងដែលយើងក៏បានឃើញនៅ Rafael គេកំពុងតែធ្វើការដេកម៉ាស្សាផងដែរនៅពេលដែលគេកំពុងតែដេកម៉ាស្សានោះដែរនៅពេលដែរក៏មានកូនចៅរបស់គេធ្វើការមករាយការណ៍ទៅកាន់គេផងដែរថានៅពេលដែរខេតកោ rank B ទាំងអស់ដែលគេបានបញ្ជូនទៅគឺថាត្រូវបានស្លាប់អស់ហើយដោយកូនចៅរបស់ Rafael គេក៏បានគិតផងដែរថាអ្នកដែលបានសម្លាប់ទៅកាន់ខេតកោ rank B ទាំងអស់នោះប្រកាសជាថាដាជាមិនខានប៉ុន្តែ Rafael គេក៏បានគិតផ្សេងពីកូនចៅរបស់គេគឺក៏បាននិយាយផងដែរថាអ្នកដែលមានសមត្ថភាពអាចកម្ចាត់ទៅកាន់ឃាតករ rank B ទាំងអស់នោះគឺគ្មានណាទេក្រៅពីគាត់ម្នាក់នោះហើយគឺជា Apostle Peter ដែលនៅពេលដែរ Rafael គេក៏បានប្រាប់ឲ្យកូនចៅរបស់គេនឹងធ្វើការយកនៅកាមេរ៉ាសុវត្ថិភាពឲ្យគេមកមើលដល់គេនឹងចង់ធ្វើការឆែកមើលវាដល់ខ្លួនគេផ្ទាល់ឬហើយយើងក៏បានកាត់ទៅដល់លើកោះដែលគេធ្វើទៅវិញម្ដងដែរនៅពេលនោះយើងក៏បានឃើញនៅមនុស្សពីរនាក់កំពុងរួចដើមម្នាក់គឺជា Pro Joker ហើយម្នាក់ទៀតគឺជាគ្នារបស់គេនឹងឯងដែលមើលទៅការគេកំពុងតែរត់គេចចេញអំពីអ្វីអញ្ចឹងដែលនៅពេលដែលគេរត់ទៅដល់មុខដែរនៅពេលដែរក៏មានដៃមួយធ្វើការវាផាទៅកាន់គេដែលយើងក៏បានឃើញនៅមុខបរមអ្នកដែលមើលទៅកាន់គេគឺថាពិតជាធំខ្លាំងមែនទែនដល់គេក៏បានធ្វើការចាប់ហែកនៅដើមឈើនោះជាពីរយ៉ាងផុយតែម្ដងដែលធ្វើឲ្យពួកគេនឹងពិតជាមានការភ្ញាក់ផ្អើលទៅកាន់កម្លាំងរបស់គេខ្លាំងមែនទែនដែលកម្លាំងរបស់គេពិតជាខ្លាំងមែនទែនដែលអាចចាប់ហែកនៅដើមឈើនោះបានយ៉ាងផុយបែបនេះបន្ទាប់ពីគ្នារបស់ Pro Joker ដែលពាក់លេខ328ឃើញនៅបរមអ្នកនោះហើយដែលធ្វើគេនឹងពិតជាមានការភ័យខ្លាំងមែនទែនដល់គេក៏បានញ័រខ្លួនហើយក៏បាននិយាយផងដែរថានេះគឺជា Mickey ហើយដែលបានជា Mickey គេនៅទីនេះអញ្ចឹងដែល Mickey នេះដែរគេគឺជាឆ្មាំយើងគប់នៅឯអាមេរិកខាងត្បូងដែលគេពិតជាសាហាវនឹងខ្លាំងមែនទែនកាលពីមុនគឺពួកអ្នកទោសទាំងអស់បានធ្វើការហែកគុកដែលនៅពេលដែរគេក៏បានធ្វើការសម្លាប់ទៅកាន់អ្នកយាមគុកទាំងអស់ប៉ុន្តែគឺនៅសល់តែ Mickey នេះតែអ្នកតែប៉ុណ្ណោះដែល Mickey គេបានធ្វើការសម្លាប់ទៅកាន់អ្នកដែលបានហែកគុកទាំងអស់នោះអស់ទៅហើយមូលហេតុដែលគេធ្វើជាអ្នកយាមគុកដែរគឺគេនឹងចង់ធ្វើការសម្លាប់ទៅកាន់មនុស្សដោយមិនខុសច្បាប់នឹងឯងនិយាយទៅអាប៉ែ Mickey នេះគឺមិនមែនជាឃាតករធម្មតាទេប៉ុន្តែវាគឺជាឃាតកររោគចិត្តឯងនៅពេលនោះដែរគ្នាក៏ដូចជា Pro Joker នឹងពិតជាភ័យខ្លាំងតែដល់គេពិតជាឆ្ងល់ខ្លាំងតែហើយបានជាតេស្តរបស់ពួកគេនឹងដាក់នៅឃាតករនឹងបែបនេះមកទីនេះអញ្ចឹងដែលនេះដែរគឺវាខុសការពីធ្វើតេស្តរបស់លោកអ៊ើការព្រាដែលតេស្តរបស់លោកអ៊ើការព្រាគឺថាមិនបែបនេះទេដែលនៅពេលដែរ Pro Joker គេក៏បានគិតផងដែរថាមកដល់ទីនេះហើយគឺគេនឹងអាចរស់ដំណើរបានទេដែលគេក៏បានធ្វើការដកនៅកូនក្បត់របស់គេមកធ្វើការបង្ហាញនៅស្នេហ៍ទៅកាន់អាប៉ែ Mickey នេះដែលធ្វើអាប៉ែ Mickey នេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែគេក៏បានធ្វើនិយាយផងដែរថាស្អីគេតើនេះជាក្បត់ឬហេតុអីបានជាឯងមានអាវុធបែបនេះអញ្ចឹងឯងនឹងអត់នេះគឺជាអំពើខុសច្បាប់ដែលនៅពេលដែរ Pro Joker គេបានគិតផងដែរថាមើលទៅគេនេះប្រហែលជាមិនទាន់ដឹងអំពីរបស់ដែលគេបានដាក់នៅលើកោះនេះទេហើយគេក៏បានធ្វើការនិយាយទៅកាន់អាប៉ែ Mickey នេះផងដែរថាទោះបីជាឯងនេះរៀងពីយ៉ាងណាក៏ដោយប៉ុន្តែវាមិនងាយស្រួលសម្រាប់ឯងទេក្នុងការកម្ចាត់មកកាន់យើងដែលមានអាវុធបែបនេះដែលហើយគេបានធ្វើការគប់នៅក្បត់របស់គេនោះទៅកាន់អាប៉ែ Mickey នោះទៅដល់នៅពេលដែរប៉ែ Mickey ក៏បានធ្វើការកិច្ចចេញអំពីក្បត់របស់ Pro Joker បានគប់ទៅកាន់គេហើយនៅពេលដែរ Pro Joker ក៏បាននិយាយទៅកាន់គេផងដែរថាទោះបីជាឯងរៀងពីយ៉ាងណាក៏ដោយប៉ុន្តែគឺឯងអាចធ្វើអ្វីមកយើងបានទេដែររយៈចម្ងាយបែបនេះឯងបានត្រឹមតែកិច្ចអំពីក្បត់របស់យើងតែប៉ុណ្ណោះនៅពេលដែរ Pro Joker របស់យើងកំពុងតែមានអំណុកដែរនៅពេលដែរគេបានមើលទៅកាន់ពួករបស់គេដែរពួករបស់គេក៏បានមានអ្វីចាក់ចងទៅកាន់ពួករបស់គេបាត់ទៅហើយដែរគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនថាតើនេះគឺជាអ្វីដែលនៅពេលដែរអាប៉ែ Mickey ក៏បានធ្វើការបង្ហាញនៅអាវុធគេទៅកាន់ Pro Joker បានឃើញហើយក៏បាននិយាយទៅកាន់ Pro Joker ផងដែរថានេះគឺជាអាវុធរបស់យើងហើយនៅក្នុងខ្លួនរបស់ឯងក៏មានវាផងដែរហើយអាវុធរបស់អាប៉ែ Mickey នោះគឺជាឆ្អឹងរបស់មនុស្សដែលវាបានសម្លាប់កាលពីមុនហើយវាក៏បានយកឆ្អឹង
របស់មនុស្សនោះមកធ្វើជាអាវុធរបស់គេនឹងឯងបន្ទាប់ពីនិយាយទៅ Project បែបនេះរួចអាប៉ែ Mike ក៏បានធ្វើការបើកការវិភាគទៅកាន់ Project ក៏ដូចជាគ្នារបស់គេឲ្យស្ពេនៅកន្លែងនោះតែម្ដងដែលយើងមិនដឹងទេថា Project គឺថាគាត់នឹងស្លាប់បាត់ហើយឬក៏នៅបន្ទាប់ពីចាត់ការទៅកាន់គ្នារបស់ Project ក៏ដូចជា Project រួចនៅពេលដែលអាប៉ែ Mike នោះវាក៏បាននិយាយផងដែរថាមើលទៅកាន់សមត្ថភាពរបស់ឯងនេះគឺវានេះមិនអន់ទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ឯងត្រឹមតែជាឃាតករ rank D តែប៉ុណ្ណោះនៅពេលដែលក៏មាននៅសម្លេងមួយនៅឯកុំព្រីតដែលគេក៏បានធ្វើការងាកទៅដល់គេក៏បាននិយាយផងដែរថាអូតែមានអ្នកណាគេកំពុងតែលាក់ខ្លួនតាមមែនទេនៅពេលដែលគឺថាសម្ភារៈក៏ដូចជាអាវុធវាបានមករកយើងដោយខ្លួនវាហើយនៅពេលណាប៉ Mike នោះវាពិតជាស្បែកចិត្តដូចជាត្រេកអរខ្លាំងតែដែលវាក៏បានគិតផងដែរថានៅពេលនេះវាបានសម្លាប់នៅមនុស្សម្នាក់ទៀតហើយនៅពេលនោះដែរតួឯងប្រុសយើងក៏បានជិះមកធ្វើមុខឆក់ផងដែរតួឯងប្រុសយើងមិនដឹងថាកំពុងតែមានអ្វីកើតឡើងទេហើយយើងមិនដឹងថាអាប៉ Mike នោះគឺជាសំណាងរបស់វាឬក៏ជាសយនោះទេដែលបានចូលជាមួយនឹងតួឯងប្រុសរបស់យើងតែតាមឯងគឺថាសយច្រើនជាងដែលបានមកចូលជាមួយនឹងតួឯងប្រុសយើងប្រកាសជាស្ពេរបស់តួឯងប្រុសរបស់យើងហើយយើងក៏បានកាត់ទៅដល់កន្លែងមួយវិញម្ដងដែលយើងក៏បានឃើញផងដែរថាបងប្អូននគរក៏ដូចជាយូណាហ្នឹងក៏បានដើរពីក្រោយថាដាផងដែរហើយយើងមើលទៅកាន់បងប្អូននគរហ្នឹងពិតជាភ័យខ្លាចទៅកាន់ថាដាខ្លាំងមែនទែនដែលនៅពេលដែលថាដាក៏បានធ្វើការមកកាន់ស្មារតីរបស់ពួកគេទាំងពីរហើយក៏បានធ្វើការសួរទៅកាន់គេផងដែរថាតើពួកគេទាំងពីរនាក់នេះមិនស្រួលខ្លួនតាមមែនទេតើមូលហេតុអ្វីដោយសារតែគេដែលធ្វើឲ្យគេនឹងមិនស្រួលខ្លួនតាមមែនដែរឬក៏អត់ហើយនៅពេលដែលយើងមើលទៅកាន់បងប្អូននគរគឺថាពិតជាភ័យទៅកាន់ថាដានឹងខ្លាំងមែនទែនដែលនៅពេលដែលថាដាក៏បានធ្វើការសួរទៅកាន់គេផងដែរថាតើគេនឹងចង់ឈឺនោមដែរឬក៏អត់ដែលនៅពេលដែលបងប្អូននគរក៏បាននិយាយផងដែរថាពួកយើងគឺជាកិត្តករដែលបងប្អូននគរនឹងធ្វើតាមបញ្ជារបស់លោកដែលបានបញ្ជាមកកាន់ពួកយើងឲ្យបានល្អហើយនៅពេលនោះយើងក៏បានឃើញយូណាផងដែរដែលនឹងក៏បានធ្វើការមើលទៅកាន់ថាដាហើយនឹងក៏បានគិតផងដែរថាសកម្មភាពរបស់គេដែលភេទនេះគឺថាវាមិនខុសទេដល់គេមិនដែលឃើញនៅអ្នកណាសម្រាប់នៅកិត្តករ B rank បានយ៉ាងងាយស្រួលបែបនេះនោះទេហើយមនុស្សខ្លាំងបែបនេះដែលបានជួបនោះគឺមានតែ2នាក់តែប៉ុណ្ណោះដែលទី1ណាថាញ៉ែហើយទី2នោះគឺជាតួឯងប្រុសរបស់យើងនឹងឯងហើយសមត្ថភាពរបស់ថាដានេះគឺថាមិនអន់នោះទេគឺវាស្តៀងទៅកាន់ពួកគេទាំងពីរនាក់នោះផងដែរហើយនៅពេលនោះពួកគេក៏បានធ្វើការដើរជាមួយគ្នាទៅមុខបន្តទៀតដែលនៅពេលដែលថាដាគេពិតជាឆោខ្លាំងមែនទែនដល់គេនឹងមិនបានឃើញនៅប្រាដឺក្បាលល្ពើទេដល់គេមិនដឹងថាប្រាដឺក្បាលល្ពើនោះនៅទីណានោះទេហើយនៅពេលដែលគេកំពុងតែដើរនៅពេលដែលបងប្អូននគរគឺថាគេបានស្រែកយ៉ាងខ្លាំងដោយសារតែគេនឹងបានឃើញនៅសាកសពរបស់មនុស្សម្នាក់ហើយសាកសពរបស់មនុស្សម្នាក់នោះដែរគឺជាសាកសពរបស់ប៉ែ Mike នឹងឯងនៅពេលដែលគេបានឃើញបែបនេះដែលធ្វើឲ្យយូរ៉ានឹងនាងពិតជាមានការភាពអាខ្លាំងមែនទែនដែលប៉ែ Mike នេះគឺជាឃាតករrank B ចំណាត់ថ្នាក់លេខ1នឹងឯងនេះក៏បានគិតផងដែរថាគេនេះគឺជាឃាតករ rank B ចំណាត់ថ្នាក់លេខ1គឺថាខ្លាំងជាងប៉ែ2នាក់នោះទៀតហើយអ្នកដែលអាចសម្លាប់ទៅកាន់គេបានគ្មានណាក្រៅពីតួឯងប្រុសយើងនោះទេដែលនាងគិតបែបនេះនាងក៏បាននិយាយផងដែរថាគឺនាងនឹងមិនអោយថាដានឹងបានជួបគ្នាជាមួយនឹងតួឯងប្រុសយើងទេបើសិនជាពួកគេជួបគ្នានោះប្រកាសជាច្បាំងគ្នាជាមិនខានដែលនាងកំពុងតែគិតបែបនេះដែរនៅពេលដែលប្រូជិះក៏បាននិយាយផងដែរថាគឹមស៊ុនគូបន្ទាប់ពីយូណានឹងលើបែបនេះដែលធ្វើនាងពិតជាភ័យខ្លាំងតែនាងក៏បាននិយាយផងដែរថាទេគឺមិនជាស៊ុនគូទេស៊ុនគូមិនបានធ្វើនៅរឿងនេះទេហើយនាងក៏បានស្រែកឲ្យតួឯងប្រុសយើងនឹងឆាប់រត់ផងដែរដែលតួឯងប្រុសយើងអាចមកទីនេះបានទេដល់នេះក៏បានកលេចមើលទៅគឺថាអ្នកនោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែដោយសារតែតួឯងប្រុសយើងបានត្រូវរបួសហើយពួកគេក៏បានធ្វើការទៅមើលតួឯងប្រុសយើងផងដែរដែលតួឯងប្រុសយើងត្រូវរបួសដោយឈាមនឹងស្រោចពេញមុខរបស់គាត់តែម្ដងបន្ទាប់ពីយូណានាងឃើញនៅតួឯងប្រុសយើងបែបនេះដែលធ្វើនាងពិតជាឆ្ងល់ខ្លាំងមែនទែនដែលតួឯងប្រុសយើងនឹងគាត់ពិតជាខ្លាំងមែនទែនហើយបានជាគាត់នឹងត្រូវបញ្ចប់ដោយបែបនេះទៅវិញដែលនៅពេលដែលតួឯងប្រុសយើងក៏បានធ្វើការប្រើទៅការគេផងដែរថាអំបែបម៉េចនេះគឺថាមាននរណាម្នាក់មកសម្លាប់គេហើយក៏បានធ្វើការចាក់ចេញទៅបាត់ទៅដែលនៅពេលដែលបងប្អូនក៏បានសួរទៅកាន់តួឯងប្រុសយើងផងដែរថាតើអ្នកនោះគឺជាណាគេតើគឺជារបងក្បាលល្ពៅនោះមែននៅពេលដែលបងប្អូននគរកំពុងតែសួរទៅកាន់តួឯងប្រុសយើងដែរនៅពេលដែលថាដាក៏បានធ្វើការទៅមើលនៅសាកសពរបស់អាប៉ែ Mike នោះហើយក៏បាននិយាយផងដែរថាតាមការពិនិត្យរបស់គេដែរនេះគឺជា skill របស់របងក្បាលល្ពើនឹងឯងដែលគាត់ក៏បានប្រើនៅក្បាច់ផ្ដាល់របស់គាត់នឹងធ្វើការវាយបំបែកនៅក្បាលរបស់អាប៉ែ Mike នឹងឯងហើយថាដាគេក៏បាននិយាយផងដែរថាឥឡូវនេះគឺថាស្បូននៅមនុស្សលាក់បាំងនៅសមត្ថភាពរបស់ពួកគេខ្លាំងណាស់ដែលនៅពេលដែលបងប្អូននគរបានធ្វើការគ្រាទៅកាន់តួឯងប្រុសយើងហើយយូណាក៏បានប្រើទៅកាន់ពួកគេផងដែរថាឲ្យធ្វើការសម្អាតនៅមុខរបស់តួឯងប្រុសយើងសិនទៅមុននឹងចាក់ចេញពីកោះដែរគួរខ្លាចនេះចំណែកឯថាដាវិញគេកំពុងតែគិតឯងគេគិតថាតើរឿងតនេះគឺជាសណ្ដែករបស់របងក្បាលល្ពើមែនទោះបីជារបងក្បាលល្ពើនេះមាននៅក្បាច់ផ្ដាល់របស់គេខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែគឺថាគេនឹងមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការបំបែកនៅរលាកក្បាលរបស់ណាម្នាក់បានដល់ងាយស្រួលបែបនេះនោះទេដល់គិតបែបនេះរួចថាដាគេក៏បានធ្វើការខ្វល់ទៅកាន់គេរបស់តួឯងប្រាប់យើងឲ្យនៅទីនេះដើម្បីមើលនៅផោះតាំងនៅទីនេះបន្តិចសិនដល់គេក៏បានធ្វើការឃើញនៅផោះតាំង4
យ៉ាងដែលគេនឹងអាចកត់សម្គាល់បានដោយឲ្យផុសតាងទាំង4ដែរគឺថាមាននៅស្នាមអស់ជើងក៏ដូចជាការបំបាក់ជើងរបស់អប៉ែមីខេនោះក៏ដូចជាស្នាមជាន់នៅលើដើមឈើក៏ដូចជាស្នាមកណ្ដាប់ដៃនៅលើរលាក្បាលរបស់អប៉ែមីខេនឹងឯងដែលនេះដែរគឺជាផុសតាង4យ៉ាងដែលថាដាគេបានរកឃើញនឹងឯងហើយនៅពេលដែលថាដាក៏បានទៅការបញ្យល់ទៅការខេរបស់ទូឯប្រុសយើងផងដែរថាមុនពេលដែលអប៉ែមីខេនេះត្រូវបានគេសម្លាប់គឺអប៉ែមីខេនេះក៏បានប្រងនឹងធ្វើការសម្លាប់ទៅកាន់នរណាម្នាក់ដែលគេបានទៅការហក់ទៅក៏ដូចជាមើងងាយទៅការសមត្ថភាពដែលគូប្រកួតរបស់គេដល់គេនឹងមិនមាននៅការប្រុងប្រយ័ត្នហើយនៅពេលដែលមនុស្សម្នាក់ដែលបានសម្លាប់ទៅកាន់អប៉ែមីខេនោះក៏បានរងចាំនៅពេលដែលអប៉ែមីខេនេះមកចិត្តខ្លួនរបស់គេហើយគេក៏បានទៅការប្រើនៅជើងរបស់គេធ្វើការទាស់ទៅកាន់អប៉ែមីខេនេះដែលធ្វើឲ្យមាននៅស្នាមអស់ជើងបែបនេះហើយគេក៏បានធ្វើការទាត់បំបាក់នៅកជើងរបស់អប៉ែមីខេរួចហើយក៏បានធ្វើការលោតទៅជាន់នៅដើមឈើក៏ដូចជាប្រើនៅកណ្ដាប់ដៃរបស់គេវាផាចុះមកក្រោមយ៉ាងខ្លាំងដែលធ្វើឲ្យមាននៅស្នាមនៅលើដើមឈើក៏ដូចជាវាយបំបែកនៅលើក្បាលរបស់អប៉ែមីខេនឹងឯងហើយថាដាគេក៏បាននិយាយផងដែរថានេះដែរគឺវាមិនមែនជាសមត្ថភាពរបស់លោកបងក្បាលល្ពៅនោះទេដែលសមត្ថភាពផ្ដាល់គឺថាมันអាចមាននៅសមត្ថភាពអាចវាយកណ្ដាប់ដៃមួយដៃធ្វើឲ្យលាក្បាលរបស់គេផងបែបនេះទេហើយថាដាគេក៏បាននិយាយផងដែរថាអ្នកដែលបានសម្លាប់ទៅកាន់អប៉ែមីខេដែរគឺមិនមែនជាប្រាដឺក្បាលល្ពៅនោះទេប៉ុន្តែគឺជាមនុស្សម្នាក់ផ្សេងទៀតហើយថាដាគេក៏បានធ្វើការសួរទៅកាន់ទូឯប្រុសយើងផងដែរថាតើលបងគិតបែបនេះដែរឬក៏អត់លបងលេខ336តើលបងឯងអត់មាននៅរឿងអ្វីប្រាប់មកកាន់ខ្ញុំទេតែមែនទេហើយបានជាខ្ញុំនេះគិតមកដល់នៅរឿងបែបនេះអញ្ចឹងគឺថាអ្នកដែលបានធ្វើនៅរឿងទាំងអស់នេះគឺជាមនុស្សម្នាក់ដែលបានលាក់ខ្លួនក្នុងចំណោមឃាតកររ៉េងឌីទាំងអស់ដែលមាននៅរ៉េង336តើគឺជាគាត់ដែរមែនដែរឬក៏អត់នៅពេលដែលថាដាគេប្រុងនឹងសួរទៅកាន់ទូឯប្រុសយើងបន្តនៅពេលដែលពួកគេក៏បានធ្វើការលឺនៅសំឡេងស្រែកយ៉ាងខ្លាំងតែម្ដងដែរពួកគេក៏បានធ្វើការរត់ទៅមើលនៅកន្លែងនោះផងដែរនៅពេលដែលពួកគេរត់ទៅដល់ទីនោះដែរធ្វើឲ្យបងប្អូនដគូនោះពិតជាមានការភ័យខ្លាចខ្លាំងមែនទែនដោយសារតែគេបានឃើញនៅឃាតកររ៉េង B យ៉ាងច្រើននៅទីនោះតែម្ដងដែលគេមកទីនេះដើម្បីសម្លាប់ទៅកាន់ពពួកឃាតកររ៉េង D នឹងឯងចំណែកឯយូណាវិញបន្ទាប់ពីនាងបានឃើញនេះនាងក៏បានគិតផងដែរថាគឺពួកឃាតកររ៉េង B ទាំងអស់នេះគឺថានាងនឹងមិនដែលបានឃើញការពីមុនមកទេតែនេះគឺជាការបញ្ជូនមកដើម្បីសម្លាប់ពួកគេនេះមែនដែលឃាតកររ៉េង B ទាំងអស់ដែរគឺថាវាមានចំនួនរហូតដល់20នាក់ឯណោះនៅពេលនោះនាងក៏បានធ្វើការស្រែកឲ្យគ្នារបស់នាងក៏ដូចជាសុនគូនឹងធ្វើការរត់ផងដែរប៉ុន្តែនៅពេលដែលនាងងាកទៅក៏ដូចជាថាឡើងទៅគឺថាបាត់ទូឯប្រុសយើងនេះបាត់ទៅហើយនៅពេលនោះយើងក៏បានឃើញផងដែរថាឃាតកររ៉េង D ទាំងអស់នៅលើកោះនេះក៏បានធ្វើការខ្វល់ទៅកាន់ពពួកឃាតកររ៉េង B ចំនួន20នាក់នោះផងដែរដែលឲ្យពួកគេនឹងធ្វើការនិយាយគ្នាសិនដោយសារតែពួកគេទាំងអស់មកលើកោះដែរគឺថាមកដើម្បីធ្វើតែដែលនៅពេលដែលពពួកឃាតកររ៉េង B ទាំងអស់នោះក៏បានធ្វើការនិយាយទៅកាន់ពួកគេផងដែរថាគឺគេដឹងនៅរឿងនេះផងដែរប៉ុន្តែគឺថាវាពិតជាពិបាកខ្លាំងមែនទែនដោយសារតែនេះដែរគឺជាមីសិនរបស់គេនឹងឯងគឺថាមកទីនេះដើម្បីសម្លាប់ទៅកាន់ពួកគេទាំងអស់ដែលនៅទីនេះនឹងឯងដែលនៅពេលដែលធ្វើឲ្យប្រូឆុងរបស់យើងក៏ដូចជាអាចារ្យយូណាពិតជាមានការភ័យខ្លាំងមែនទែនដែលពួកគេមិនអាចធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងពពួកឃាតកររ៉េង B ចំនួន20នាក់នេះបាននោះទេដែលនាងកំពុងតែគិតដល់នៅពេលដែលប្រាដឺក្បាលល្ពៅក៏បានធ្វើការបង្ហាញខ្លួនចេញមកបន្ទាប់ពីបានឃើញនៅប្រាដឺក្បាលល្ពៅហើយនៅពេលដែលយូណាក៏ប្រុងនឹងហៅទៅកាន់ឈ្មោះទូឯប្រុសយើងប៉ុន្តែនាងក៏បានធ្វើការដោហៅទៅកាន់លបងក្បាលល្ពៅវិញហើយនៅពេលដែលប្រាដឺក្បាលល្ពៅដែលជាទូឯប្រុសយើងនោះក៏បានធ្វើការគិតផងដែរថាដើម្បីធ្វើការបញ្យល់ជាមួយនឹងឃាតកររ៉េង B ទាំងអស់ដើម្បីកុំឲ្យរ៉ាហ្វែលនឹងគេចាប់ការសង្ស័យបានគឺមានតែធ្វើការបន្លំខ្លួនធ្វើជាលបងក្បាលល្ពៅនេះនោះទេប៉ុន្តែទោះបីជាគាត់នឹងបន្លំខ្លួនធ្វើជាលបងក្បាលល្ពៅយ៉ាងណាក៏នៅតែរ៉ាហ្វែលនឹងប្រកាសជាចាប់អារម្មណ៍មកកាន់គាត់ជាសំខាន់ដូច្នេះគឺថាគាត់នឹងមិនអាចធ្វើឲ្យបាននោះទេនៅពេលដែលពពួកឃាតកររ៉េង B ទាំងអស់នៅទីនោះក៏បានធ្វើការនិយាយទៅកាន់ទូឯប្រុសយើងផងដែរថាតើអាម្នាក់នេះមែនដែលមានសំណាងយកឈ្នះទៅកាន់ឃាតកររ៉េង B នោះហើយពួកគេក៏បានធ្វើការនិយាយទៅកាន់ទូឯប្រុសយើងផងដែរថាមើលទៅកាន់ឯងនេះគឺថាពិតជាជឿជាក់ខ្លាំងដល់ហើយតែឯងនឹងអត់សូម្បីតែឃាតកររ៉េង A នឹងក៏អាចធ្វើការយកឈ្នះទៅកាន់ពពួកឃាតកររ៉េង B ដែលមាននៅចំនួន20នាក់បាននោះដែរទូឯប្រុសយើងគាត់ក៏បានគិតផងដែរថាពួកគេនិយាយពិតជាត្រូវប៉ុន្តែក្នុងការបន្លំខ្លួនរបស់គាត់ដែលជាលបងក្បាលល្ពៅនេះក៏គាត់ត្រូវតែយកឈ្នះទៅកាន់ពួកគេដោយមិនមាននៅការសង្ស័យអ្វីមួយតែគាត់នឹងគួរតែធ្វើយ៉ាងណាទៅដើម្បីយកឈ្នះវាតែម្នាក់ឯងនៅពេលដែលទូឯប្រុសយើងគាត់កំពុងតែគិតនោះដែរនៅពេលដែលថាដាស់បានធ្វើការដើរមកឈរជិតជាមួយនឹងទូឯប្រុសរបស់យើងយកតែម្ដងបន្ទាប់ពីទូឯប្រុសយើងឃើញបែបនេះគាត់ពិតជាមានការភ័យផ្អើលខ្លាំងមែនទែនតែគាត់នឹងមិនយល់ទេថាតើថាដាស់នឹងគេកំពុងតែគិតចង់ធ្វើអ្វីដែលនៅពេលដែលថាដាស់បាននិយាយទៅកាន់ទូឯប្រុសយើងផងដែរថាតើលបងឯងកំពុងតែគិតអំពីអ្វីមែនលបងក្បាលល្ពៅតើលបងឯងនេះអត់ចង់ដឹងទេតែមែនទេថា
តែរវាងឃាតករ Rank D 2 នាក់ប្រយុទ្ធគ្នាជាមួយនឹងឃាតករ Rank B 20 នាក់ តើនរណាគឺជាអ្នកឈ្នះ? ហើយមកដល់ត្រឹមនេះដែរ សាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់តែត្រឹមនេះផងដែរ ហើយយើងចាំតាមដានទស្សនាទាំងអស់គ្នាថាតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតនៅភាគបន្ត ហើយនៅភាគនេះ Admin សូមបញ្ចប់តែត្រឹមនេះនឹងឯង ហើយមុននឹងបញ្ចប់នៅវីដេអូរបស់យើងសម្រាប់គ្នាយើងដែលអត់ទាន់បានស្កេនចូលនៅក្រុម Telegram របស់ Admin ទេ កុំភ្លេចធ្វើការស្កេនចូលម្នាក់មួយផង ហើយវីដេអូរបស់ Admin នៅភាគនេះគឺមានតែប៉ុណ្ណឹងដែរ យើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ។